ធីលបอยប្រចាំថ្ងៃនាំមកជូនផ្ដាច់មកដោយស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិបាទស្វាគមន៍ប្រិយមិត្តអ្នកនៅក្នុងកម្មវិធីលបอยប្រចាំថ្ងៃឬក៏ Daily Tip នៅក្នុងវគ្គថ្មីនេះប្រធានបទរបស់យើងនឹងបង្ហាញជូនដល់ប្រិយមិត្តអ្នកនេះគឺការចាត់ផ្លែឪឡឹកខ្ញុំគិតថាប្រធានបទមួយនេះមិនគួរបង្ហាញជូនដល់ប្រិយមិត្តអ្នកនេះប៉ុន្តែបើសិនជាមិនបង្ហាញជូនមិនកើតពីព្រោះថាប្រិយមិត្តមួយចំនួនតែចាត់ផ្លែឪឡឹកញ៉ាំទៅតែជាប់នេះពណ៌ជាប់បបោមាត់ហើយនឹងបរិវេណនៅក្នុងរបងមាត់របស់លោកអ្នកប៉ុន្តែជាមួយនឹងវីដេអូមួយនេះពិតជាពិសេសញ៉ាំផ្លែឪឡឹកឆ្ងាញ់ហើយថែមទាំងរក្សានៅសុខភាពនៃពីបបោមាត់របស់លោកអ្នកទៀតចង់ដឹងថាពិសេសយ៉ាងណានោះតែសាតអរនេះការចាត់ផ្លែឪឡឹកពិតជាងាយស្រួលថ្ងៃនេះគឺមានវិធីសាស្ត្រមួយចាត់ផ្លែឪឡឹកដែលមិនសាំញ៉ាំហើយងាយស្រួលញ៉ាំមិនប្រឡាក់មាត់យកផ្លែឪឡឹកមួយពុះចំពាក់កណ្ដាលបើសិនជាយើងចាត់ជាទម្រង់បែបនេះគឺពិបាកញ៉ាំអាចនឹងប្រឡាក់មាត់វិធីសាស្ត្រដ៏ល្អគឺយើងផ្កាប់ឪឡឹកដាក់លើជ្រុញរួចហើយចាប់ផ្ដើមអង្កត់វាបន្តិចម្ដងរហូតទាល់តែចប់ហើយលោកអ្នកអាចបង្វែរវាមកខាងទៀតធ្វើដូចដដែលនោះចំណិតឪឡឹកនឹងមានសភាពស្រស់ស្អាតនៅពេលដែលយើងដកញ៉ាំគឺងាយស្រួលមែនទែនយើងអាចចែករំលែកបទពិសោធន៍នេះទៅដល់មិត្តភ័ក្តិយើងហើយជួបជុំគ្នាញ៉ាំបានយ៉ាងសប្បាយឃើញទេគាត់ណាកាត់ឆាមវិលហ្នឹងឆាមទៀតញ៉ាំបានមានភាពងាយស្រួលចឹងហ្មងបាទពីព្រោះថាប្រិមិត្តមួយចំនួនតែគិតថាការចិត្តផ្លែឪឡឹកគឺមានភាពងាយស្រួលឥឡូវស្រួលជាងនេះទៀតប៉ុន្តែខ្ញុំនិយាយឆាមមែនតិចខ្លំឆាមមែនទេណាខ្ញុំអត់កើតទេណាអរគុណដល់ប្រិមិត្តអរគ្នាសង្ឃឹមថាប្រិមិត្តអរគ្នានឹងអនុវត្តជាមួយនឹងការបង្ហាញជូននៃវីដេអូដ៏ពិសេសមួយនេះកម្មវិធី Daily Tip បានជិះចូលដល់ទីបញ្ចប់ខ្ញុំបាទរតនាសូមអរគុណសូមគោរពលាបាយ